នាយកស្ថានីយ៍ប្រហែលជាប្រកាសពីការវិលត្រឡប់ជាផ្លូវការរបស់ខ្ញុំហើយលោកនាយកស្ថានីយ៍សូមប្រកាសវាឲ្យបានលឿនខ្ញុំសូមប្រកាសជាផ្លូវការឥឡូវនេះការបណ្ដេញចេញពីតំណែងជាឡើងកាន់តំណែងជាពិធីកុម្ម៉ង់សំខាន់អ្វីតើវាពិតឬមិនពិតតើរឿងនេះនឹងកើតឡើងទេហេតុអ្វីបានជាអ្នកមិនចង់បានរឿងនេះកងឆែពិធីករខ្ញុំទើបតែប្រាប់គាត់កាលពីយប់មិញថាខ្ញុំចង់ធ្វើជាពិធីករព័ត៌មានថ្ងៃនេះខ្ញុំនឹងនិយាយអំពីប្រតិបត្តិការដ៏អស្ចារ្យនេះមកសួស្ដីអ្នកគ្រប់គ្រងស្ថានីយ៍តើអ្នកប្រកាសទេថាអ្នកមិនច្រឡំអ្នកគ្រប់គ្រងស្ថានីយ៍តើអ្នកមិនបានទូរស័ព្ទមកខ្ញុំវិញទេហេតុអ្វីបានជាខ្ញុំត្រូវហៅអ្នកមកវិញខ្ញុំសូមឲ្យអ្នកត្រឡប់មកវិញហើយប្រគល់ការងាររបស់អ្នកទៅពិធីករថ្មីរបស់ជាក្នុងកម្មវិធី Prime Time តើអ្វីដែលធ្វើឲ្យគាត់ពិសេសម្លេះតើខ្ញុំមានសិទ្ធិអ្វីអ្នកមិនដឹងទេមិត្តភក្តិជាទីស្រឡាញ់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះស៊ុនវៃបានពឹងផ្អែកលើការថតសម្លេងនៅនឹងកន្លែងរបស់នាងនៅលើសៀវភៅធ្វើដំណើរអំពីធូបការស្វែងរកចំណេះដឹងសម្រាប់កុមារអំណាចនៃក្តីសុបិនស្នាដៃចំនួន4ខ្ល้ายជាស្នាដៃដ៏ល្បីទាំងនេះគឺជាសាត្រាស្លឹករឹតដើមនៃស្នាដៃទាំង4នេះតើឆេឈៀវបានមកដល់ដៃរបស់អ្នកដោយរបៀបណាពីព្រោះទាំងនេះគឺជាស្នាដៃរបស់ខ្ញុំទាំងអស់អូយសម្លាញ់ឲ្យតើអ្នកធ្វើបែបនេះដោយរបៀបណាស្នាដៃទាំង4នេះខ្ញុំបានផ្ដោតកែវភ្នែករបស់ខ្ញុំទៅលើភ្នំផ្ដោតលើតំបន់ជនបទផ្ដោតលើកុមារដែលបោះបង់ចោលផ្ដោតលើក្តីសុបិនកំពុងផែននេះត្រូវបានកំណត់ថាជាគម្រោងគ្រប់គ្រងដ៏សំខាន់មួយដោយអាជ្ញាធរជាន់ខ្ពស់ភ្លាមបន្ទាប់ពីការបង្កើតឡើងប៉ុន្តែដោយសារតែខ្ញុំត្រូវបានដាក់ក្នុងបញ្ជីខ្មៅអស់រយៈពេលជាច្រើនឆ្នាំបង្ហាញខ្លួននៅមុខកាមេរ៉ាបានទេដូច្នេះហើយសុងវៃបានប្រើគាត់ជាអ្នកបាញ់កាំភ្លើងអូវាដូច្នោះហើយអ្វីតាមពិតសុងវាបានខៀវជាខ្មាន់កាំភ្លើងមែនទេខ្ញុំបានកត់សរសើរអ្នកអស់រយៈពេលជាច្រើនឆ្នាំមកហើយដូច្នេះអ្នកធ្លាប់ជាអ្នកកុហកតាំងពីដើមមកវាមិនមែនដូច្នោះទេស្ត្រីនៅលីវខ្ញុំបានយកកែវថតស្នាដៃថ្មីមួយទៀតដែលផ្ដោតលើស្ត្រីសម័យទំនើបលើកនេះខ្ញុំនឹងនាំគាត់មកមុខកាមេរ៉ាខ្លាចជាម្ចាស់ផ្ទះនៃពិធីជប់លៀង Miss Singles Golden Party ស្ត្រីនៃទីក្រុង Lotion សុទ្ធតែស្រស់ស្រាយបំផុតនៅពេលចុះពីស្ពានខ្ញុំសូមប្រកាសឥឡូវនេះការឆ្លងកាត់ស្ពាននឹងធ្វើឡើងនៅពេលវេលាដ៏សំខាន់នៅថ្ងៃស្អែកជាលើកដំបូងដែលធ្វើជាម្ចាស់ផ្ទះគ្រប់នាយកដ្ឋានទាំងអស់បានសហការយ៉ាងពេញលេញសង្ឃឹមថារឿងនេះនឹងបង្កើតបាតុភូតចំណាត់ថ្នាក់នាយកស្ថានីយ៍តើអ្នកបានបញ្ចប់កម្មវិធីនេះដោយរបៀបណាបន្ទាប់ពីចុះពីស្ពានអ្នកគ្រប់គ្រងស្ថានីយ៍តើខ្ញុំគួរធ្វើអ្វីមានអ្នកណាម្នាក់មកឲ្យលឿនអ្នកគ្រប់គ្រងស្ថានីយ៍ឲ្យបណ្ដេញមនុស្ស2នាក់នេះចេញនាយកស្ថានីយ៍ឲ្យនាយកស្ថានីយ៍អ្នកមិនអាចប្រព្រឹត្តចំពោះខ្ញុំបែបនេះបានទេបើកឡើងចេញពីទីនេះទៅនៅមានតែទឹកដោះគោរបស់អ្នកដែលត្រូវញ៉ាំទៀតអ្នកបងប្អូនជីដូនមួយជាបានខ្លាយជាពិធីការនីទូរទស្សន៍ឆ្នាំម្នាក់តើយើងគួរធ្វើអ្វីលឿនឡើងលីនយ៉ាវបានត្រឡប់មកប្រទេសចិនវិញហើយខ្ញុំនៅទីនេះលីនយ៉ាវមានរបាយការណ៍ថាលីនយ៉ាវអ្នកលេងព្យ៉ាណូឈានមុខគេរបស់ប្រទេសចិនថ្ងៃនេះត្រឡប់ទៅប្រទេសចិនវិញហើយលីនយ៉ាវគឺជាប្អូនស្រីរបស់គាត់ពីសវត្សទី80គាត់ពិតជាបានក្លាយជាអ្នកលេងព្យ៉ាណូមែនគាត់បានក្លាយជាតារាធំម្នាក់បងប្អូនជីដូនមួយតើអ្នកមានវិធីណាដើម្បីយកលេខទូរស័ព្ទរបស់គាត់ទេអ្នកចង់មានន័យថាសួស្ដីអ្នកទាំងអស់គ្នាសូមកុំចំរោមហើយប្រយ័ត្នជំហានរបស់អ្នកសូមផ្លាស់ទីទៅម្ខាងលាហើយហត់ណាស់ចាំត្រង់គុណភាពអ្នកគ្រប់គ្រងខ្ញុំពេលក្រោយយ៉ាងតោះយើងលាបគ្រឿងសម្អាងនិងពាក់ស្បែកជើងកែងទៀបចូលមានចិត្តសុភាពរៀបសារសូមអភ័យទោសសួស្ដីអ្នកស្រីលីខ្ញុំឈ្មោះសុងវៃខ្ញុំមិនស្គាល់គាត់ទេគាត់ចុះពីលើស្ពានហើយអ្នកស្គាល់ជាមែនទេអ្នកចង់មានន័យថាស្ពានពីលើភ្នំធំនោះមែនទេ
អ្នកនាងលីនស្ត្រូវរបស់ស្ត្រូវខ្ញុំគឺជាមិត្តរបស់ខ្ញុំឥឡូវនេះជាចូលគឺជាពិធីការនីទូរទស្សន៍ឆ្នាំម្នាក់ថ្ងៃស្អែកនឹងជាលើកដំបូងហើយដែលលោកធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍សាធារណៈអ្នកនឹងមិនទុកឲ្យរឿងនេះកើតឡើងតតែសោះមែនទេ5 ឆ្នាំមុនគាត់បាននិយាយជាមួយខ្ញុំអំពីក្តីស្រមៃនៅលើវេទិកានៅសាកលវិទ្យាល័យប៉េកាំង5 ឆ្នាំក្រោយមកគាត់លែងជឿអ្វីតតែសោះវាហាក់ដូចជាមេរៀនដែលខ្ញុំបានបង្រៀនគាត់ពីមុនគឺស្រាលពេកមិនអីទេថ្ងៃស្អែកខ្ញុំពិតជានឹងធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងថ្ងៃស្អែកនឹងមានកម្មវិធីល្អមួយសុបិនអាក្រក់របស់អ្នកបានវិលត្រឡប់មកវិញហើយ